បាទអរុនសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងចូលបង្កើតវីដេអូ AI ដែលកំពុងពេញនិយមខ្លាំងក្នុង TikTok ក្នុងសង្គម YouTube ឯហ្នឹងឧទាហរណ៍ដូចរូបភាព AI បែបនេះគឺជាវីដេអូ AI ហ្នឹង AI បែបនេះឬក៏ AI បែបនេះរស់រវើកស្អាតច្បាស់បងប្អូនបាទហើយយើងចូលទៅធ្វើទាំងអស់គ្នាបាទបងប្អូនចូលក្នុងជ្រោមមក បងប្អូនមានជ្រោមបងចូលក្នុងជ្រោមមិនទាន់មានទេបងប្អូនអាចចូលដំឡើងក្នុង Play Store បងប្អូនណាក្នុង Play Store យើងនេះយើង search ជាភាសាខ្មែរក៏បានជាអង់គ្លេសក៏បាន search ពាក្យថាជ្រោមបងប្អូន search មកបាទហើយបងប្អូនដំឡើងមកយើង search ជាភាសាខ្មែរក៏ចាញ់ដែរអ្នកក៏ដាក់ថា Google នេះ Google Google ជ្រោមនេះបងប្អូន search ជាភាសាខ្មែរក៏បានអង់គ្លេសក៏បានបងប្អូនណាហើយយើងចូលទៅធ្វើទាំងអស់គ្នាចូលទៅជ្រោមមកហើយយើង search ឈ្មោះទៅនេះបងប្អូនដាក់ Google ខ្ញុំប៉ះចូលបងប្អូន search ដូចឈ្មោះដែលខ្ញុំឃើញនៅខាងលើបងប្អូនសម្លឹងមើលនេះរូប logo បែបនេះបងប្អូនចុចទៅនឹងមកបាទហើយបងប្អូនមើលខាងលើនេះចុចកន្លែងរូបត្រេ3នៅខាងលើនេះបងប្អូនចុចទៅនឹងមកហើយបងប្អូនចុចកន្លែងនេះកន្លែងដូចតែផ្ទាំងរូបភាពនេះគេហៅថា generate នេះចុចទៅនឹងមួយមកហើយបងប្អូនទៅរើសដែលបងប្អូនចង់បានណានេះជាសំឡេងអីចឹងទៅនេះខ្ញុំយកទៅនេះហើយបន្តមកទៀតយើងសរសេរ prompt សរសេរអត្ថបទវាគេហៅថា prompt តែខ្មែរហៅថាអត្ថបទណាហើយយើងចូលបើយើងអត់ចេះអង់គ្លេសទេយើងចូលកន្លែងហៅថា Google Translate ណានេះក្នុងកម្មវិធីនេះយើងចូលទៅនេះមកយើងអត់ចេះអង់គ្លេសយើងអាចចូលវាយភាសាខ្មែរដែលយើងចង់បានបាទពេលនេះហើយយើងអាចសរសេរអត្ថបទឬគឺហៅ prompt អញ្ចឹងយើងសរសេរអត្ថបទនេះមកហើយខ្ញុំសូមសរសេរទៅបងប្អូនបាទបងប្អូនយើងចុចទៅនឹងហើយនេះកន្លែងនេះយើងសរសេរមកសរសេរដូចខ្ញុំនេះបាទសរសេរចឹងមកហើយចុចកន្លែងនេះស្វែងរកមកបើទៅនេះវាជប់ជាភាសាផ្សេងយើងអាចចុចទៅនេះបងប្អូនណាទៅនេះយើងអាចរើសភាសាបានទៅនេះជាភាសាខ្មែរបាទខាងក្រោមវាចេញភាសាខ្មែរដូចគ្នាខាងលើចេញភាសាខ្មែរដូចគ្នាតែយើងចង់ដូរឲ្យភាសាខ្មែរនេះវាប្រែជាភាសាអង់គ្លេសវិញចុចទៅនេះហើយចុចភាសាអង់គ្លេសមកបាទហើយយើង copy នេះ copy អក្សរនេះ copy អត្ថបទនេះយើងចុច copy ទៅនេះមកបន្តមកទៀតហើយយើងចូលកន្លែងកម្មវិធី AI យើងមិញយើងចូលក្នុងកម្មវិធី AI ហើយយើងលុបចេញអានេះបងប្អូនណាបែងចោលមកហើយចុចអត្ថបទឡើងប៉ះចូលអត្ថបទដែលយើង copy មិញប៉ះចូលមកហើយបងប្អូនចុចឲ្យញ៉ាប់ព្រួយនេះហើយបងប្អូនរងចាំខ្សែនោះឲ្យវាចេញជាវីដេអូឲ្យយើងបាទបងប្អូនចប់ហើយនេះវាចេញជាវីដេអូឲ្យយើងស្អាតមែនតើហើយយើងអាចចាក់ play បាននេះឃើញបងប្អូននេះរៀបសានសស្អាតហើយយើងអាច download យកវីដេអូនឹងបានយើងចុចព្រួយនេះមកបាទ
បានណាយើងអាចចុចបើកមើលបាននេះឃើញទេបងប្អូននេះចុច play មកនេះអាចមែនតើមកបាទអរគុណបងប្អូនអរគ្នាសូមបើបងប្អូនស្រឡាញ់ពេញចិត្តវីដេអូសម្រាប់បង្កើតវីដេអូផ្សេងៗបងប្អូនអាចចុច